is burning and it's gonna fly. Give me your hand. Ooh, do you understand? Do you feel the same? Am I only dreaming? Or is this burning and it's gonna fly? Give me your hand. Ooh. Do you understand? Do you feel the same? Am I only dreaming? Or it is burning and it's gonna flame. អរគុណច្រើនចាសូមអរគុណ ขอบคุณพี่สมัครดนตรี KAP បាទយើងចូលតាំងពីសូឡូមនកាយគោរពនិងជម្រាបសួរអស់លោកលោកស្រីប្រិយមិត្តទស្សនិកជននៅទីនេះក៏ដូចជាបងប្អូនដែលកំពុងតែទស្សនាការផ្សាយផ្ទាល់នៅតាមគេហដ្ឋានពីសប្តាហ៍ហើយបាយបងប្អូនដូចជាលឿនណាត្រឡប់មកវិញលឿនមែនតើនៅសប្តាហ៍មុននេះយើងអបសងប៉ុន្តែបងប្អូននៅតែគាំទ្រដដែលនៅអញ្ចឹងមកទស្សនាផ្ទាល់នៅស្ទូឌីយោស្ទឹងមានជ័យហើយថ្ងៃនេះក៏ឃើញថាបងប្អូនខ្លះដែលជាអតិថិជនរបស់បំពង់ទីចរ KP ហើយជាអ្នកឈ្នះរង្វាន់ដែលយើងបានធ្វើការចាត់រង្វាន់កាលពីចុងខែមុនបាទថ្ងៃនេះក៏មានវត្តមាននៅទីនេះហើយក៏ចូលរួមមកបអសាទរថ្ងៃនេះកញ្ញារតរំលឹកអញ្ចឹងជំរាបសួរបងដែលជាម្ចាស់ម៉ូតូម្ចាស់ទូទាំងអស់ដែលជាអតិថិជនរបស់ KP ហើយគាត់អញ្ជើញមកពីបណ្ដាខេត្តឆ្ងាយៗក៏មានដែរគឺអញ្ជើញឡើងមកទទួលយករង្វាន់របស់គាត់ដែលយើងបានចាប់រង្វាន់កាលពីសប្តាហ៍មុនអញ្ចឹងថ្ងៃនេះក្រៅពីការប្រគល់នៅរង្វាន់ជូនដល់អតិថិជនរបស់ KP យើងក៏បន្តធ្វើការចាប់រង្វាន់បន្ថែមទៀតជូនដល់អតិថិជនថ្មីនៅក្នុងខែថ្មីផងដែរនៅក្នុងចុងខែនេះយើងក៏នៅតែបន្តចាត់រង្វាន់ជូនដល់អតិថិជនដោយដែលយើងបានបង្ហាញរង្វាន់ជូនដល់បងប្អូនបានទស្សនារៀងរាល់ចុងខែគឺមានម៉ូតូចំនួន5គ្រឿងនិងទូរទស្សន៍គឺចំនួន5គ្រឿងដូចគ្នាផងដែរចា៎នេះគឺជារង្វាន់ចាលើកទឹកចិត្តសម្រាប់អតិថិជនទាំងអស់ដែលតែងតែគាំទ្រនៅបំពង់ទីចរ KP ជាពិសេសទៅទៀតនោះគឺជាការថ្លែងអំណរគុណដល់ដេប៉ូទាំងឡាយដែលបានចែកចាយបំពង់ទីចរ KP នេះជូនទៅដល់អតិថិជនរបស់ខ្លួនបាទឃើញថាអ្នកចែករង្វាន់ក្រៅពីដេប៉ូចែកចាយយើងមានអតិថិជនអ្នកប្រើប្រាស់ផ្ទាល់មានតាមបណ្ដាគម្រោងសាងសង់អគារខុនដូបរិយផ្សេងគឺគាត់បានផ្ដល់ការគាំទ្រជូនដល់ KAP ដែលជាផលិតផលជាតិដំបូងគេដែលមានគុណភាពហើយឥឡូវនេះសម្រាប់ដេប៉ូចែកចាយទាំងអស់គាត់រីករាយដោយសារតែឥឡូវនេះលក់ KAP ដាច់បងប្អូនយើងប្រជាពលរដ្ឋខ្មែរគាំទ្រច្រើនហើយគាត់ទទួលបានរង្វាន់ហើយរង្វាន់នោះគឺបានទាំងអ្នកប្រើប្រាស់បានទាំងអ្នកលក់បន្តចាបើនិយាយថាគាត់សប្បាយទាំងអស់គ្នាបាទកុហកអីទៅណាតែជាក់ស្ដែងយើងឃើញស្លឹកឆ្នោតដែលមាននៅក្នុងធុងឆ្នោតរបស់យើងកើនឡើងអត់មានបន្លំអត់មានសរសេរឈ្មោះបន្លំដើម្បីដាក់ឲ្យបានច្រើនណាគឺជាឈ្មោះពិតរបស់អតិថិជនដែលមកពីបណ្ដាខេត្តទាំងអស់គឺ24ខេត្តក្រុងដែរអ្នកខ្លះនៅខាងរតនគិរីក៏ធ្លាប់ត្រូវមណ្ឌលគិរីក៏ធ្លាប់ត្រូវស្ទឹងត្រែងក៏ធ្លាប់ត្រូវចាកោះកុងតកែវកំពតត្រូវច្រើនណាស់ចាឥឡូវប្រជាពលរដ្ឋគាំទ្រ KP ដូចគាំទ្របាល់ទាត់ហ្នឹងណាបាទអរគុណតាមពិតទៅឥឡូវប្រជាពលរដ្ឋខ្មែររបស់យើងគាត់ចាប់ផ្ដើមមានគេថាការស្រឡាញ់ជាតិស្រឡាញ់ផលិតផលជាតិអញ្ចឹងនៅរកផលិតផលខ្មែរដែលមានគុណភាពល្អពេលដែលគាត់បានសាកល្បងទៅដឹងថាផលិតផលនោះមានគុណភាពមិនចាញ់ផលិតផលបរទេសទាំងដេប៉ូទាំងអ្នកប្រើប្រាស់គឺគាត់គាំទ្រដូចកញ្ញារតនិយាយកាលមុនអញ្ចឹងថាឥឡូវនេះទៅសួររកទិញបរិយសួរត្រូវការណាស់ជាមួយនឹងភាពមាំទាំត្រូវការណាស់ប្រព័ន្ធទឹកនៅក្នុងគេហដ្ឋានដើម្បីធ្វើការប្រើប្រាស់ក្នុងគេហដ្ឋានគឺបារម្ភណាស់ខ្លាចថាបើសិនបើប្រើប្រាស់បំពង់ទីបចរដែលគ្មានគុណភាពអាចនឹងលេចធ្លាយឬក៏ដំណមិនមាំល្អទៅគឺអាចនឹងលេចធ្លាយចាស់ស្ដែងបងប្អូនដែលគាត់នៅក្នុងបរិយជាច្រើនគាត់ជួបនឹងបញ្ហាហ្នឹងសឹងតាឧទាហរណ៍ថា 100% គឺជួបបាន 70% ចាដោយសារតែមានបញ្ហាធ្លាយទៅយកទឹកនៅកន្លែងឡាបូលាងដៃឬក៏បង្គន់ឬក៏កន្លែងយើងងូតទឹកចាតាមទៅកន្លែងដំណតពួក KP ក៏មានដំណ KP ដែរគឺមាំល្អគឺផ្ចិត
ជាប់ពីទៅយកទៅមួយគឺជាប់ល្អមិនជ្រាបទឹកអញ្ចឹងបងប្អូនយើងមានការគ្រប់គ្រងឲ្យអ្វីដែលគាត់ទៅដល់កន្លែងបរិយដែលគាត់សួរនោះក៏សួរថាផ្ទះបរិយនឹងប្រើទៅយកអីថាខាងបរិយឥឡូវគាត់ដឹងដែរហ្នឹងគាត់ដឹងថាអតិជនតែមកសួររក KAP អញ្ចឹងគាត់លើតែ KAP ទិញពីល្វែងជាប់គ្នាឥឡូវសិនអត់លឺ KAP គាត់ថាអត់ទិញទេចាំថ្ងៃណាសង KAP ប្រើ KAP ចាំទិញដល់អ្នកបរិយថាមិនបានអញ្ចឹងគ្រប់គ្រងផលិតផលខ្មែរបើសិនបើជួយទិញផ្ទះដែលសង់ដោយ KAP ទៅបានផ្ដល់ការងារឲ្យប្រជាជនខ្មែរហើយម្យ៉ាងទៀតគឺ KAP គឺមានគុណភាពល្អដែលអតិថិជនអាចជឿទុកចិត្តបានហើយការគ្រប់គ្រងរបស់បងប្អូន KAP ក៏មិនដែលភ្លេចទេយើងបានឆ្លើយតបទៅវិញតាមរយៈរង្វាន់ជាច្រើនតាមរយៈការផ្ដល់ការងារជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរឥឡូវរោងចក្រ KAP ពង្រីកកាន់តែធំប្រជាពលរដ្ឋខ្មែរគឺ 100% ជាអ្នកដែលធ្វើការនៅក្នុងរោងចក្រ KAP សម្បីតែថ្នាក់ដឹកនាំក៏ជាជនជាតិខ្មែរអញ្ចឹងពីមុនឡើយយើងតែងតែឃើញថាបរទេសជាអ្នកត្រួតខ្មែរគេហៅថាធ្វើការឲ្យបរទេសឥឡូវនេះបើយកបរទេសមកគឺបរទេសមកធ្វើការឲ្យខ្មែរអញ្ចឹងយើងមានមោទនភាពថាអ្នកបច្ចេកទេសយើងមានទាំងខ្មែរមានទាំងជនជាតិចិនមានទាំងជនជាតិបរទេសគឺមកធ្វើការឲ្យខ្មែរយើងអញ្ចឹងយើងមានមោទនភាពបាទទទួលបានដំណឹងថាបន្តិចទៀតមានផលិតផលជាច្រើនទៀតចាមានផលិតផលថ្មីជាច្រើនទៀតនឹងបង្ហាញវត្តមានជូនដល់លោកស្រីអ្នកនាងកញ្ញាគឺជាផលិតផលដែលយើងចាប់បង្កើតឡើងដោយខ្លួនឯងគឺកូនខ្មែរជាអ្នកបង្កើតអញ្ចឹងដើម្បី surprise ជូនដល់បងប្អូនព្រោះមិនមែនមានតែមួយមានពីរយើងថាមានច្រើនមែនតើបាទដូចថាមានច្រើននៅក្នុងពេលឆាប់នេះដើម្បីពង្រីកវិសាលភាពនៃក្រុមហ៊ុន KAP អរគុណហើយពីកម្មវិធីនៃការប្រគំតន្ត្រី KAP នៅក្នុងថ្ងៃនេះក៏នាំមកជូននៅបទចម្រៀងព្រោះយើងមានការចូលរួមពីតារាចម្រៀងមកពីរស្មីហងមាសផលិតកម្មថោននិងផលិតកម្មដទៃទៀតច្រើននៅលើវេទិការបស់យើងដើម្បីអបអរសាទរការប្រគល់រង្វាន់ក៏សូមអរគុណដល់ម្ចាស់ឧបត្ថម្ភផ្ដាច់មុខនៅក្នុងកម្មវិធី